បាទបងប្អូនពេលនេះខ្ញុំបាទកំពុងតែថតយកនៅទស្សនភាពនៅសកម្មភាពទាំងអស់នៃការដាល់អំបុកបងប្អូនបាទនេះគឺជាវិធីដាល់អំបុកមួយសម្រាប់យកទៅផ្គត់ផ្គង់និងផ្ដល់ជូនទៅដល់បងប្អូនកងទ័ពដែលជាវរៈកងទ័ពជួរមុខដែលកំពុងតែឈរពាំងទ្រូងបាំងក្របចំនួនពួកយើងខ្ញុំបាទហើយខ្ញុំបាទនៅខាងក្រោយនេះដែលជាកងទ័ពខាងក្រោយក៏មិននៅស្ងៀមដែរបងប្អូនបាទគឺយើងស្ដាប់ការដឹកនាំគ្រប់ទៅតាមបទបញ្ជារបស់ថ្នាក់លើហើយក្នុងថ្ងៃនេះខ្ញុំបាទក៏ដូចជាក្រុមការងារលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់គឺមានការចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីបុកអំបុកដើម្បីយកអំបុកទៅផ្គត់ផ្គង់ជូនដល់បងប្អូនវរៈកងទ័ពទាំងអស់ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនខ្មែរថៃពួកយើងមិនខ្លាចនឿយហត់ទេគឺពួកយើងនាំគ្នាដាល់អំបុកផ្គត់ផ្គង់ជូនបងប្អូនកងទ័ពទាំងអស់មិនថានៅទីណាកន្លែងណាទេគឺអត់ខ្លាចនឿយហត់ទេគឺពួកខ្ញុំបាទទាំងគ្រូទាំងសិស្សគឺបានចូលរួមយ៉ាងសកម្មហើយអត់ខ្លាចនឿយហត់ទេថ្មីត្បិតតែការដាល់អំបុកប្រើរយៈកាលពេលយូរនឹងហត់ក៏ប៉ុន្តែមិនថ្មីមិនស្មើនឹងការលះបង់នឹងការពលីរបស់បងប្អូនដែលជាកងទ័ពជួរមុខដែលកំពុងតែប្រឈមជាមួយនឹងខ្វងសត្រូវនោះឡើយបងប្អូនគឺខិតខំធ្វើយ៉ាងណាដើម្បីផលិតស្បៀងគ្រប់គ្រងជូនដល់ពួកគាត់ឲ្យបានគ្រប់គ្រាន់កុំមានការខ្វះខាតដោយពាក្យខ្មែរយើងតែងចំណាំនិយាយថាធ្វើស្រែនឹងទឹកធ្វើសត្វនឹងបាយនេះគឺជាពាក្យមួយជាសុភាសិតមួយដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅការដែលប្រទេសជាតិបន្តមានសង្គ្រាមគឺយើងអត់ដឹងថាពាក្យនេះមានន័យថាម៉េចតែនៅពេលដែលយើងចាប់ដើមមានកម្លាំងសត្រូវចូលមកឈ្លានពានប្រទេសរបស់យើងទើបពួកយើងដឹងថាតែអត្ថន័យពាក្យថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយវាមានអត្ថន័យយ៉ាងដូចម្តេច